សួស្តីអ្នកគ្នាថ្ងៃនេះ admin មកប្រៀបធៀបប៊ិចជើងរវាងពីរប្រភេទគឺប៊ិចជើង Phantom GX2 និង Tempo អ្នកគ្នាដែលជាប្រភេទខ្សែប្រយុទ្ធនិងប៊ិចជើងខ្សែការពារតែដំបូងគឺខ្ញុំបង្ហាញអ្នកគ្នានៅប៊ិចជើងខ្សែប្រយុទ្ធ Phantom GX2 អ្នកគ្នាដែលស្បែកប៊ិចជើងនេះគឺមានលក្ខណៈក្រើមផុសអ្នកគ្នាគឺវាងាយស្រួលក្នុងការឲ្យយើងបដាបាល់និងសម្បញ្ចុះទីអ្នកគ្នាអារម្មណ៍នៅពេលដែលយើងបដាបាល់គឺវាមានលក្ខណៈស្អិតនិងបាល់ល្អមែនតើអ្នកគ្នាគប់ផ្សំជាមួយនឹងដាតជាប់អ្នកគ្នាហើយបើដែលតែពិសេសជាងនេះទៀតគឺបាតរបស់វាអ្នកគ្នាបាតរបស់វាមានលក្ខណៈគ្រាប់ស្ដើងហើយស្រាលអ្នកគ្នាងាយស្រួលក្នុងការបដាបាល់និងសុទ្ធបញ្ចូលទីមែនតើអ្នកគ្នាបានបន្ទាប់មកអ្នកគ្នាគឺស្បែកជើង Tempo អ្នកគ្នាដែលជាប្រភេទស្បែកជើងសម្រាប់ខ្សែការពារអ្នកគ្នាបានដែលស្បែករបស់វាមានលក្ខណៈក្រាស់ហើយទន់អ្នកគ្នាវាផ្ដល់អារម្មណ៍ពិសេសមែនតើសម្រាប់ខ្សែការពារយើងគឺវាមានលក្ខណៈការពារដល់ជើងរបស់យើងអ្នកគ្នាដែលស្បែករបស់វាក្រាស់ល្អគប់ផ្សំជាមួយនឹងកជាប់អ្នកគ្នាដែលផ្ដល់អារម្មណ៍ពិសេសនៅពេលទប់បាល់អ្នកគ្នាបានគឺកប់ស្លេមែនតើចំពោះបាតរបស់វាគឺមានគ្រាប់ច្រើនអ្នកគ្នាគឺវាល្អពិសេសសម្រាប់លេងបាល់ក្នុងការបញ្ចេញបាល់អ្នកគ្នាហើយទាត់បាល់ឆ្ងាយនិងលេងពេញក្នុង90នាទីដោយគ្មានភាពឈឺជើងអ្នកគ្នាតើបើជើងមួយណាដែលអ្នកគ្នានឹងជ្រើសរើសដើម្បីលេងបាល់អ្នកគ្នាបានអ្នកគ្នាអាច comment ខាងក្រោមឬ share ឲ្យមិត្តភក្តិគ្នាមើលបានអរគុណច្រើន